มันอัน hơi ตึก hơiตึกนี่คือphươngตรงเราแต่เนี่ยใส่ปรางตีนนมตามือแต่ใส่nhóm miền lùn trồi hơi bà lai cái viên miền lùn hơiใส่dương miền là bà long lùn trồi cáiใส่ปรางกินใส่ภาษาแต่ยอมมาพลองเตปีหัตตาphânต่อได้miềnตึกเตโดยsaoลูกcủa dương miền tếเป็นdương bớt kỵ bớt dương bớt kỵ bớt lâu ớt miềnตึกdương tha ớt có ớt đó ở ban là mình hiện tới trong gì là sâu của xaนี่อันกึศเธอเราติ่งหน้าซีติดนำกรอยอันมันกลับคือ anh sâu tam ban kiaเนี่ยใส่ภาษาcủa ban đây tâu hơiเนี่ยแต่มันติดหน่อยhơi men thà ได้สเก็ตมาตั้งมัดติ่ง เนี่ยนะให้กินเมียนปลายเมียนลูกอ้อยกระอ้อยจูดเราไปแล้วเราโจด nước bằng là linh ចាអញ្ចឹងបើយើងគិតមកចានិយាយថាគម្រោងតកតងនឹងការធ្វើប្រព័ន្ធតរិយាសាស្ត្រណាគឺមានន័យថាបងអញ្ចឹងត្រឡប់មកវិញមានន័យថាបទហ្វខំអ្វីដែលធ្វើតកតងនឹងប្រព័ន្ធតរិយាសាស្ត្រយើងមានបន្លាយមេយើងមានបន្លាយរងបន្ទាប់មកយើងមានបន្លាយជើងក្អែកយើងមានលូមានអីហ្នឹងគឺអាចបញ្ជូនទឹកហ្នឹងបានដល់ស្រែតែអ្វីដែលជាបញ្ហាគឺមាន2ទី1ដោយសារប្រភេទយើងធ្វើពូជផ្សេងគ្នាខ្លះស្រូវធ្ងន់ខ្លះស្រូវស្រាលអញ្ចឹងទៅធ្វើឲ្យការបិទបើកទឹកហ្នឹងវាជាបញ្ហារបស់កសិករនិងកសិករមែនទេចាយើងត្រូវការទឹកអញ្ចឹងអ្នកដែលគាត់អត់កសិករដែលអត់ត្រូវការទឹកគាត់បិទអញ្ចឹងទៅចាអាហ្នឹងមួយហើយមួយទៀតដូចបងនិយាយអញ្ចឹងថាអ្នកខាងលើគឺគាត់សង្វាតបូមតែខ្លួនគាត់អញ្ចឹងទៅគាត់អត់ខ្វល់ពីអ្នកខាងក្រោមអ្នកក៏តែចែកគ្នាមិនដូចបងនិយាយថាទោះជាបែងចែកវេនទោះជាគណៈកម្មាធិការព្យាយាមបែងចែកវេនអីក៏ដោយប៉ុន្តែកសិករគឺអត់គោរពតាមការបែងចែកនឹងទេឧទាហរណ៍ថាឥឡូវចែកគ្នា2ថ្ងៃអញ្ចឹងណា2ថ្ងៃអញ្ចឹងអត់ទេបងថាថ្ងៃមុនប្រហែល40ម៉ាស៊ីនគ្រាន់នៅខាងលើចាអញ្ចឹងអាហ្នឹងវាមិនមែនមកពីប្រព័ន្ធទូរស័ព្ទប៉ុន្តែវាមកពីចាពីប្រជាពលរដ្ឋយើងត្រូវការពេលដើម្បីជជែកគ្នាទៀតហើយដូចបងនិយាយតាមពិតគោលដៅមិនថាធ្វើស្រូវស្រាលឬក៏ធ្វើស្រូវធ្ងន់ទេណាស្រូវប្រាំងឬក៏ស្រូវអីហ្នឹងគឺយើងព្យាយាមធ្វើម៉េចអាចឲ្យគាត់ទទួលបានទឹកប្រើប្រាស់ហ្នឹងអត្ថប្រយោជន៍ហ្នឹងវាដូចគ្នាប្រហែលគ្នាអញ្ចឹងទៅកុំឲ្យមួយអត់មួយប៉ុន្តែបញ្ហាប្រឈមហ្នឹងនៅពេលដែលធ្វើពូជផ្សេងគ្នាបបាក់ក្នុងការគ្រប់គ្រងទឹកហ្នឹងហ្មងខ្ញុំថាបើខ្ញុំនិយាយថាអត់ប្រឈមទេព្រោះអីណែបន្លាយជើងក្អែកវាមានហើយលូក៏មានចូលស្រែខ្ញុំអត់ប៉ះពើស្រែណាទេយើងមានភ្លឺមានអុយហើយយើងបញ្ចូលតាមល្មមទៅមិនប៉ះពើដល់គេស្រែគេក៏មានភ្លឺដែរយើងបញ្ចូលតាមល្មមទៅយើងបិទដូចតែគ្នាគ្រាន់តែថាយើងបាក់គេបើមិនចឹងណែស្រែមានគ្នាបើគេសុចិត្តដូចថាបន្លាយនោះវាមិនទៅលេចតែបន្លាយខាងជើងស្រែខ្ញុំណាជាប់ស្រែប្អូនខ្ញុំចាយើងបើគេបិទអត់មានទឹកទេមានតែគេបើគេចូលទៅគឺគេបូមស្រែគេរៀងឆ្ងាយនោះដោយសារតែស្រែខ្ញុំវាមានលូស្រាប់មានពិបាកបូមអើយបើហូរចូលចាវាហូរចូលហើយហូរគឺខ្ញុំមិនមែនថាឲ្យហូរលីកគេលីកឯងដែរយើងយល់គេដែរចាត្រូវគេស្រូវស្រាលត្រូវយើងស្រូវធ្ងន់ប៉ុន្តែយើងថាបានតែមកល្មមទៅយើងនឹងបិទវិញទេតែគេអត់ព្រមអត់ទេដល់ពេលតែចុះឥឡូវទឹកក៏ខ្ញុំលែងទៅយល់ដែរតាមណាក៏ទៅណែឆ្នាំនេះបើឆ្នាំទៅខ្ញុំអត់ដែលសូវទៅវាវល់ស្រែទេប៉ុន្តែមិនបានគាត់ចេះតែបិទហៀលេចដល់ស្រែគាត់អីចង់និយាយថាដោយសារតែទឹកវាទឹកខ្ញុំគិតថាវាបន្តិចទេគេអស់ហូរទៅបន្លាយទៅសម្រាប់គេបូមទៅលេចទៅចាដល់ពេលឡើងត្រង់យើងនេះវាមានលូចូលស្រេចហើយតែអត់បានចូលទេតែយើងបើគេធ្វើគួរខ្ញុំថាបិទទៅឲ្យសារតែស្រូវយើងវាអាយុវែងដែរដល់ពេលនេះខ្ញុំនិយាយថាមិនច្រើនគឺបានតិចទៅខ្ញុំតែមិនឲ្យចូលនេះមកពីប្រជាជនមកពីកសិករគ្នាយើងអត់ចេះយល់ចិត្តគ្នាទេបញ្ហាកន្លែងនេះចា